អ្នកត្រូវបែរប្រែជាខុសឯអ្នកខុសបែរប្រែទៅជាត្រូវតើលោកស្នងការត្រូវមានហេតុផលសមស្របណាមួយបកស្រាយជូនមហាជនឲ្យបានជ្រាបករណីខាងលើគឺករណីម៉ូតូបើកបញ្ច្រាស់ផ្លូវចូលជាមួយនឹងរថយន្តដែលបើកផ្លូវស្របត្រូវតាមច្បាប់ដែលបានកំណត់បែរជាត្រូវលោកស្នងការនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់តើលោកស្នងការនគរបាលខេត្តកំពង់ស្ពឺផ្អែកទៅលើផ្នែកអ្វីឲ្យពិតប្រាកដទើបបានជាចាប់អ្នកដែលត្រូវឲ្យខ្លាចទៅជាអ្នកខុសជាប់ពន្ធនាគារយ៉ាងដូចនេះតើលោកអាចបកស្រាយហេតុផលនេះឲ្យមហាជនអ្នកលេងតាមបណ្ដាញសង្គម Facebook បានជ្រាបបានដឹងដែរឬក៏យ៉ាងណាតែកតិនជាមួយនឹងករណីខាងលើនេះគឺយើងបានឃើញវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពជាក់ស្ដែងតែម្ដងគឺជនបង្កដែលជាអ្នកជិះម៉ូតូគឺបើកចូលឡានដែលជាឡានដឹកដីធុនធំតែបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតឯម្ចាស់ឡានពុំមានរបួសអ្វីនោះទេប៉ុន្តែបែរជាគេចោទឲ្យជាអ្នកខុសទៅវិញទាំងដែលជាអ្នកខុសជាខាងផ្នែកម៉ូតូនោះទេបាទបងប្អូនប្រិយមិត្តអាចជួយបញ្យល់ខ្ញុំផងបើសិនជាបងប្អូនណាយល់ថាតើហេតុអីបានជាគេទៅជាឃាត់ខ្លួនម្ចាស់រថយន្តដែលជាអ្នកត្រូវទៅវិញបាទព័ត៌មានខាងលើនេះសូមលោកស្នងការនគរបាលខេត្តកំពង់ស្ពឺលោកឈឹមសុកហៃស្នងការនគរបាលខេត្តមេត្តាជួយបកស្រាយផងថាតើហេតុអ្វីលោកផ្អែកទៅលើផុសតាងអ្វីបានជាឃាត់ខ្លួនទៅលើម្ចាស់ឡានធំយ៉ាងដូចនេះក្នុងនាមខ្ញុំបាទជាអ្នកសារព័ត៌មានគឺអត្ថាធិប្បាយតាមតែអ្វីដែលខ្ញុំមើលឃើញជាក់ស្ដែងតែប៉ុណ្ណោះខ្ញុំមិននៅកាន់ជើងខាងណានៅឡើយតែបើសិនជាខាងណាខុសឲ្យប្រកាសថាខុសខាងណាត្រូវឲ្យប្រកាសថាត្រូវខ្ញុំបាទចាងវាងកាប់ផ្សាយអង្គភាព CCN TV ព័ត៌មានប្រចាំថ្ងៃក៏សូមធ្វើការបញ្ចប់តែប៉ុណ្ណេះអង្គភាពយើងខ្ញុំរីករាយនៅក្នុងការបកស្រាយបំភ្លឺជុំវិញព័ត៌មានមួយនេះរាល់ម៉ោងធ្វើការ24ម៉ោងសូមអរគុណនិងសូមគោរពលា